ពេលយើងមកកើតក្នុងផ្ទៃម្ដាយហ្នឹងមានបនណាមួយនាំឲ្យយើងមកកើតបនមានច្រើនណា100 1000 10000 លានបនយើងធ្លាប់ធ្វើពីអតីតកាលមកច្រើនជាតិច្រើនកំណើតប៉ុន្តែពេលមកកើតក្នុងផ្ទៃម្ដាយហ្នឹងបដិសន្ធិហ្នឹងមានតែបនមួយឯងហើយបនហ្នឹងកំណត់អាយុយើងត្រូវរស់នៅបាន50 60 80ឆ្នាំបនមួយហ្នឹងអ្នកកំណត់ហ្មងនិយាយឧបមានៅក្នុងភាសាខាងព្រហ្មញ្ញសាសនាឬក៏ខ្មែរយើងពីដើមយើងហៅថាធ្វើម៉េចព្រំលិខិតកំណត់ឲ្យគ្នារស់នៅអាយុប៉ុណ្ណឹងសក់លឺឯណាញាតិញោមណាហ្នឹងហើយបើនៅក្នុងពុទ្ធសាសនាមិននិយាយពីរឿងព្រំទេនិយាយពីរឿងបនរបស់យើងធ្វើបានប៉ុណ្ណឹងចឹងណាឧបមាដូចថាយើងទៅចាក់សាំងម្ដងហ្នឹងមានលុយទៅ50ចាក់បានតែប៉ុណ្ណឹងដល់អញ្ចឹងជីបានតែប៉ុណ្ណឹងគីឡូដល់អស់សាំងទៅមិនអីញាតិញោមអលត់តែយ៉ាងណាបនរបស់យើងហ្នឹងណាដល់ពេលអស់ទៅដូចជាគៀងអស់អីញោមជាគៀងអស់អីអស់ពេករលត់ទៅឧទាហរណ៍ថាបនមួយហ្នឹងនាំឲ្យមកកើតក្នុងផ្ទៃម្ដាយត្រូវរស់នៅបាន70ឆ្នាំឬក៏80ឆ្នាំអញ្ចឹងចាប៉ុន្តែមិនប្រកាសថាយើងរស់នៅបានដល់ប៉ុណ្ណឹងទេបើយើងបច្ចុប្បន្ននេះអត់បានរៀបចំខ្លួនឲ្យត្រូវជាគៀងជីវិតហ្នឹងអាចរលត់ពាក់កណ្ដាលឧទាហរណ៍ថាមនុស្សហ្នឹងជួយចិត្តផឹកច្រើនហ្នឹងហើយអាហ្នឹងដូចតា reservoir ឡានហ្នឹងធ្លាយចឹងឆាប់អីញោមឆាប់អីឆាប់អស់ហ្នឹងហើយឬក៏ថាហូបចុកទៅពីស្អីក៏ហូបដែរអត់រើសទេដល់អញ្ចឹងកើតទឹកនោមផ្អែមកើតអីចឹងទៅវាឈឺអាហ្នឹងមិនមែនកម្មចាស់ទេណាមែនទេញាតិញោមណាអាហ្នឹងកម្មថ្មីធ្វើឲ្យជាគៀងជីវិតហ្នឹងរលត់អញ្ចឹងបាននៅក្នុងពុទ្ធសាសនាហ្នឹងនិយាយពីបនចាស់យើងមានមកសម្ពាយភាសាធម៌ហៅបុរាណកម្មបែរថាកម្មពីបុរាណមានន័យថាកម្មចាស់របស់យើងហើយកម្មចាស់របស់យើងបនក្តីបាបក្តីហ្នឹងណាបើបច្ចុប្បន្ននេះយើងបានរៀបចំជីវិតត្រូវធ្វើជាមនុស្សល្អរស់នៅមានលក្ខណៈស្មើមានន័យថាដេកដើរឈរអង្គុយហ្នឹងអត់ឲ្យវាផ្អៀងខ្លាំងពេកណាអ្នកខ្លះអង្គុយច្រើនក៏នាំឲ្យអីញោមក៏នាំឲ្យឈឺដែរដេកច្រើនក៏នាំឲ្យឈឺដើរច្រើនពេកក៏នាំឲ្យឈឺអញ្ចឹងមានតលយៈភាពនៃការរស់នៅហ្នឹងក៏ជាហេតុនាំឲ្យមានអាយុវែងមួយទៀតឧទាហរណ៍ថាគាត់ធ្វើត្រូវថែអាសាប្តីប្រពន្ធកូនមិនដើរលេងមិនផឹកស៊ីផ្ដេសផ្ដាស់អញ្ចឹងបុណ្យកុសលដែលគាត់ធ្វើបច្ចុប្បន្នហ្នឹងណាជួយការពារមិនឲ្យបើកផ្លូវឲ្យបាបទេមកចង់លើកឧទាហរណ៍ថាបាបហ្នឹងវាមករឲ្យផលយើងហើយឲ្យតែយើងចេញផុតពីផ្ទះពេលយប់គឺថាគ្រោះថ្នាក់បណ្ដោយអញ្ចឹងណាឧបមាថាផឹកពេលយប់អញ្ចឹងចុះបើយើងដេកផ្ទះនៅមួយប្រពន្ធកូនវាមានឱកាសណានឹងទៅគ្រោះថ្នាក់ចរាចរណ៍មែនទេញាតិញោមណាប៉ុន្តែយើងធ្វើអំពើមួយមិនល្អអំពើមិនល្អមួយនឹងវាបើកច្រកបាបចូលរួចបណ្ដោយអញ្ចឹងបានពុទ្ធលោកមិនឲ្យយើងមានសេចក្តីប្រមាទក្នុងការធ្វើអាក្រក់ហ្នឹងឯងពីព្រោះអាធ្វើអាក្រក់ហ្នឹងវាដូចទូកវាមិនញាតិទូកវាមិនទូកធ្លាយអញ្ចឹងណាឬក៏ទ្វារហ្នឹងវារបើកដល់របើកគឺបាបធ្លាយចូលរួចហ្មងអញ្ចឹងយើងត្រូវធ្វើបុណ្យបិទទ្វារបាបនឹងវិញ